ฮีให้เอาไปเอานี่ลงไปหายเคนเฮาให้เอาไว้บ้านจีเนี่ยในแต่โชว์ในตีนุเจ๋งโอ้ขยมสมโต๊ะขยมนึงในตีนุขยมเหมือนบ้านเคยเอาไว้เตะគាត់ពិតជាចាក់ចែងបែបនេះមែនទេប្រសិនបើវាពីមុនគាត់ច្បាស់ជាបានទាញយកប្រយោជន៍ពីវាខ្ញុំមិននឹកស្មានថាអ្នកមីងតូចនឹងសប្បាយចិត្តយ៉ាងខ្លាំងចំពោះសម្លៀកបំពាក់ថ្មីប៉ុន្មាននេះទេពួកគេត្រូវតែប្រសើរជាងសម្រាប់ពួកគេនាពេលអនាគតប៉ុន្តែទស្សនវិជ្ជានោះនៅពេលនេះអូវាគួរឲ្យសោកស្ដាយណាស់7 ឆ្នាំក្រោយ8 ខែក្រោយមក7 ខែក្រោយមក7 ខែក្រោយមក8 ខែក្រោយមក error 504 server error 1504 that's an error ជា was an error please try again later ណាអ្នកដូចខ្ញុំកំពុងព្យាយាមធ្វើខ្លាំងជាណាវីដេអូនេះខួរក្បាលរបស់ខ្ញុំរញ៉ៃតោះត្រឡប់ទៅវិញពេលដែលពួកយើងរួចរាល់នេះហើយវាហាក់ដូចជាថាការងារប្រចាំថ្ងៃបានផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេចំពោះខ្ញុំ error 504 server error 1504 that's an error there was an error ខ្ញុំ please try again later that's how we know នៅទីនោះនៅលើភ្នំខ្ញុំនឹងប្រើវាជាបន្ទាន់ប៉ុន្តែខ្ញុំមិននឹកស្មានថាគាត់ក្រអឹតក្រទមដល់ថ្ងៃនេះទេខ្ញុំគិតថាខ្ញុំនឹងឲ្យគាត់ហូបនៅថ្ងៃស្អែកបងស្រីទី2ទីបំផុតអ្នកបានអត់ទោសឲ្យបងថ្លៃហើយហើយអ្នកស្លៀកពាក់ស្អាតណាស់ដឹងទេថាអ្នកត្រូវធ្វើអ្វីដែលសប្បាយចិត្តហើយអ្នកបានស្លៀកពាក់ជាមុនបងស្រីទី2នេះហាក់ដូចជាផ្ទះរបស់វងយ៉ានិងប្រជាជនមកពីភូមិ Black Wing វងយ៉ាតើអ្នកកំពុងលេងអ្វីលេងនៅខ្ញុំនៅទីនេះដើម្បីផ្ដល់ឲ្យអ្នកនៅសុភមង្គលដ៏ធំមួយម្ចាស់ Black Valley យ៉ាវបានផ្ដល់សារមួយស្អែកថ្ងៃត្រង់គាត់នឹងអញ្ជើញបងប្អូនស្រីមកផ្ទាល់ error 500 server error ខ្ញុំគ្រាន់តែឲ្យវាទៅអ្នក500 that's an error ខ្ញុំប្រាប់អ្នករាល់គ្នាថាស្អែកអ្នក try again later that's all we know អ្នកត្រូវស្លៀកសម្លៀកបំពាក់នេះហើយនៅជាមួយម្ចាស់ភូមិអ្នកត្រូវទៅភ្នំដើម្បីបូជាព្រះពុទ្ធប្អូនថ្លៃបងថ្លៃមិនត្រឹមតែលក់បងស្រីទី2នឹងខ្ញុំទេគាត់ក៏បានលក់ពួកយើងទាំង5នាក់ផងដែរខ្ញុំថាគាត់យកលុយពីណាទៅទិញសាច់ទន្សាយនិងសម្លៀកបំពាក់ថ្មីវាប្រែទៅជាដូចនេះអ្នកកំពុងនិយាយមិនសមហេតុសមផលបងថ្លៃថាគាត់មិនលក់យើងទេគាត់នឹងមិនលក់អ្នកទេខ្ញុំមិនចង់លក់អ្នកដើម្បីបានប្រាក់ដើម្បីកប់ចិត្តខ្ញុំមូលហេតុដែលឈិនហៅតែងខ្លួនអ្នកយ៉ាងស្អាតដោយសារតែគាត់កំពុងរងចាំម្ចាស់មកប្រមូលទំនិញខ្ញុំនឹងបញ្ជូនអ្នកទៅទីនោះស្អែកអ្នករាល់គ្នានៅផ្ទះចាំខ្ញុំបើហ៊ានរត់ចោលអ្នកនឹងនៅក្នុងព្រៃអ្នកនឹងមិនអាចរត់ទៅណាបានឡើយទៅហ៊ានហៅសត្វលោកអ្នកគ្មានបេះដូងអ្នកពិតជាមិនស្អាតទេអ្នកគ្រាន់តែព្យាយាមសម្អាតអ្នកកំពុងមកទៅ Black Wing គាត់ស្ទើរតែជឿថាអ្នកកំពុងកុហកចូលយើងត្រឡប់ទៅសួរគាត់វិញជន់ឡានធ្វើឲ្យខ្ញុំយកនៅផ្ទះតើវាអាចថាទីបំផុតខៀនហៅជាទីស្រឡាញ់របស់ខ្ញុំបានមកដល់មិនក៏ធ្វើមិនឲ្យឪពុកខ្ញុំធ្ងន់ធ្ងរម្លេះស្បៃក្តោបមើលភ្នែកធំទាំងនេះតើអ្នកនៅតែមានអារម្មណ៍នៃភាពថ្លៃថ្នូរនៅពេលដែលអ្នកបានជាការពិសេសលោកឬបរិសុទ្ធចំណាស់បាននិយាយថាឪពុករបស់ខ្ញុំបានត្រឡប់មកគាត់មានកំហឹងរបស់គាត់ប្រសិនបើឪពុករបស់អ្នកពិតជាគ្រួសារបាត់ថ្មីពួកគេនឹងមិនដែលចម្លងបេះដូងរបស់អ្នកសូម្បីតែនរណាម្នាក់ដែលបន្ទោសគាត់មិនធ្លាប់មានតាំងពីដើមមកលេយវ៉ាន់ខនត្រូវតែធ្វើតាមជីវិតឪពុករបស់គាត់14400ដឺក្រេឪពុករបស់យើងខែនឪពុករបស់ខ្ញុំមានអំណាចអ្នកមិនមែនជាអ្នករកលុយទេដឹងអត់ថាពេលក្រោយណាមិនដល់អាចស្វែងរកសន្តិភាពបានទេលោកមិនតែងតែនៅឆ្ងាយទេរបស់មេខិនមិនគួរនៅទីនេះរបស់ខ្ញុំនឹងមិននៅទីនេះនិយាយថាមិនបានលក់ខ្ញុំឲ្យអ្នកភូមិខ្យល់ខ្មៅអ្នកហ៊ាននិយាយថាអ្នកមិនបានគប់ខិតជាមួយស្ត្រីអ្នកមិនត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅទេសក់ក្មេងជាងវ័យស្មើនឹងអ្វីអ្នកគឺជាម៉ាហ្វនេះខ្ញុំមិនចង់ធ្វើរឿងបែបនេះទេខ្ញុំចង់ទៅផ្ទះខ្ញុំចង់ទៅផ្ទះអ្នកជឿខ្ញុំទេខ្ញុំនឹងមិនទៅផ្ទះទេភាពរញ៉េញ៉ៃដែលចៅវាយបានបន្សល់ទុកកាន់តែអាក្រក់ទៅប៉ុន្តែចាប់តាំងពីខ្ញុំនៅទីនេះខ្ញុំមិនអាចឲ្យពួកគេរស់នៅបានទេប្រភេទនៃជីវិតដ៏គួរឲ្យភ័យខ្លាចនិងគួរឲ្យខ្លាចនេះប៉ុន្តែគ្រាន់តែដោយថងសេះផ្លាស់សម្លៀកបំពាក់ទៅហូបបាយវានៅឆ្ងាយពីគ្រប់គ្រាន់នៅក្នុងពិភពលោកដ៏ច្របូកច្របល់នេះត្រូវតែមានមូលដ្ឋានគ្រឹះដើម្បីរស់នៅដោយសន្តិភាពតុងស៊ីតើអាវុធមួយណាល្អជាង
មូលដ្ឋានគ្រឹះក្នុងការរស់នៅប្រកបដោយសន្តិភាពចូលចាប់ដើមជាមួយការការពារអំណាចវងកាស៊ូយ៉ាវហេអ្នកមិនគួរប៉ះខ្ញុំទេបើមិនដូច្នេះទេខ្ញុំមិនខ្វល់នឹងការប្រើអាវុធទំនើបទាំងនេះទេទៅឆ្ងាយខ្ញុំនឹងវាយអ្នកមិនស្លៀកសម្លៀកបំពាក់ថ្មីដែលខ្ញុំឲ្យអ្នកដល់ពេលញ៉ាំហើយរងចាំនៅទីនេះខ្ញុំនឹងរៀបចំអ្វីដែលឆ្ងាញ់សម្រាប់អ្នកធ្វើអ្វីដែលឆ្ងាញ់សម្រាប់យើងខ្ញុំនឹងទៅបន្ទាយខ្យល់ខ្មៅហើយរាយការណ៍ទៅវងហ្គាហ្វបាទខ្ញុំមិនឲ្យនាងទទួលបានជោគជ័យទោះបីខ្ញុំស្លាប់ក៏ដោយទៅបងប្អូនតោះទៅតើអ្នកទៅណាបងស្រីទី2យើងនឹងទៅខ្លាខ្មៅដើម្បីស្វែងរកម្ចាស់នៃបន្ទាយខ្យល់ខ្មៅឈុនឡានខ្ញុំនៅទីនេះដើម្បីមកយកអ្នកខ្ញុំបានយករោគអាពាហ៍ពិពាហ៍មកអ្នកកាលពីយប់មិញប្រញាប់ឡើងហើយដាក់វាត្រឡប់ទៅបន្ទាយជាមួយមេទៅបន្ទាយសម្រាប់តូចខ្ញុំបានរៀបចំសម្លៀកបំពាក់របស់អ្នកទៅហើយដាក់វាត្រឡប់ទៅបន្ទាយជាមួយខ្ញុំអ្នកនៅទីនេះយើងនឹងមិនចាក់ចេញទៅជាមួយអ្នកទេទោះបីយើងស្លាប់ក៏ដោយអ្នកកំពុងផឹកស្រាដោយមិនបរិភោគវាលោកគ្រូកាវាហាក់ដូចជាខ្ញុំមិនអាចឆ្លើយចំពោះពួកគេនៅថ្ងៃនេះទេសម្រាប់តូចអ្នកស្អាតណាស់សម្រាប់តូចនាំពួកគេត្រឡប់ទៅបន្ទាយវិញerror 504 server error 1504 action error there was an error តើអាហារឆ្ងាញ់អ្វី Please try again later អំណោយមីសម្រាប់អ្នកភ្ញាក់ផ្អើលស៊ុបមាន់ដុតទន្សាយអាំងមាន់ដុតបំភ្លេចវាពួកគេមិនល្អទេចុះជ្រូកអាំងវិញការព្រមានគ្រួសារម្ចាស់ផ្ទះស្ថិតក្នុងគ្រោះថ្នាក់អ្វីតុងសៃជីបើកវាសម្រាប់តូចតើកន្លែងនេះមានបញ្ហាអ្វីតាមខ្ញុំនឹងធ្វើឲ្យអ្នកខ្លាចជាកូនក្រមុំរៀងរាល់យប់អនុញ្ញាតឲ្យខ្ញុំទៅអ្នកមិនអាចរត់ចេញបានទេនៅថ្ងៃនេះមកទីនេះអ្នកកំពុងរំខានអ្នកខ្ញុំចង់បានអ្នកនៅក្នុងផ្ទះឈើមួយចេញទៅខាងក្រៅនៅទីនោះទៅរកដើម្បីទទួលបានសាច់ម៉ារ៉ាឌីនអ្នកមិនអាចធ្វើបែបនេះបានទេពូកែសម្រាប់ប៉ុន្តែ